ក្មេងស្រីម្នាក់កំពុងដើរតាមផ្លូវដ៏មមាញឹកមួយស្រាប់តែក្មេងប្រុសតូចម្នាក់ដើរតាមនាងក្មេងប្រុសដឹងថាក្មេងស្រីបានឃើញខ្លួនហើយក៏ដើរចូលមកណែនាំខ្លួនហើយគេថែមទាំងដកកាបូបស្ពីមួយដែលពោពេញទៅដោយសាច់ប្រាក់យ៉ាងច្រើនហើយនិយាយថាចង់ធ្វើជាគូស្នេហ៍របស់នាងព្រោះឥឡូវនេះគេគ្មានទីពឹងនោះទេការពិតទៅប្រាក់នេះត្រូវបានឪពុករបស់គាត់ទុកឲ្យគេមុនពេលគាត់ចាក់ចេញហើយឪពុករបស់គាត់គឺជាមនុស្សលោភលន់នៅយប់មួយឪពុករបស់គាត់បានលួចកូនសោសន្តិសុខដែលផ្ទុកលុយ30,000 លានពីមេក្រុមក្មេងទំនើងហើយគាត់គ្រោងនឹងរត់គេចខ្លួនជាមួយកូនប្រុសរបស់គាត់នៅយប់នោះប៉ុន្តែគាត់មិននឹកស្មានថាមេក្មេងទំនើងនឹងតាមរកឃើញគាត់លឿនដល់ម្លឹងសោះគាត់ក៏ប្រញាប់ចាក់សោរទ្វាររួចដាក់លុយទាំងអស់ចូលក្នុងកាបូបស្ពីរបស់កូនប្រុសគាត់ហើយប្រគល់កូនសោសន្តិសុខឲ្យគេផងដែរហើយប្រាប់គេថាឲ្យរត់គេចតាមបង្អួចទៅរកស៊ូយ៉ាដែលជាអ្នករត់តាក់ស៊ីហើយស៊ូយ៉ាបានកំពុងរងចាំនៅខាងក្រៅជាយូរមកហើយប៉ុន្តែអតិថិជនរបស់នាងមិនដែលបង្ហាញខ្លួនទេនាងចាប់ផ្ដើមអស់ការអត់ធ្មត់នៅពេលនោះហើយដែលក្មេងប្រុសតូចម្នាក់បានរត់ចេញមកក្មេងប្រុសនោះក៏បានអង្វរនាងយ៉ាងអស់ពីចិត្តប៉ុន្តែនាងមិនបើកទ្វារទេព្រោះនាងមិនទាន់ឃើញអតិថិជនពិតប្រាកដរបស់នាងមកតែដោយឃើញក្មេងប្រុសនោះគួរឲ្យអាណិតនាងសម្រេចចិត្តបើកទ្វារហើយទាញក្មេងប្រុសចូលមកបន្ទាប់មកនាងប្រញាប់បើកឡានចេញទៅយ៉ាងលឿនធ្វើឲ្យក្រុមក្មេងទំនើងទាំងនោះចាប់ពួកនាងមិនបាននោះទេបន្ទាប់មកស៊ូយ៉ាបាននាំក្មេងប្រុសនៅទៅកន្លែងមួយដែលមានសុវត្ថិភាពដោយគ្រោងនឹងដោះខ្លួនចេញពីរឿងនេះប៉ុន្តែក្មេងប្រុសនោះនៅតែជាប់ជាមួយនាងហើយប្រាប់ស៊ូយ៉ាថាក្រៅពីឪពុកគេទៅគេគ្មានគ្រួសារឬសាច់ញាតិផ្សេងតតែសោះស៊ូយ៉ាគិតថាឪពុករបស់គេប្រហែលជាស្លាប់បាត់ទៅហើយនាងបានសម្លឹងមើលមុខក្មេងប្រុសនោះធ្វើឲ្យនាងទន់ចិត្តដូច្នេះនាងរៀបចំឲ្យក្មេងប្រុសស្នាក់នៅក្នុងសន្តាគារមួយរយៈសិនហើយចំណែកឯមេក្រុមក្មេងទំនើងនោះគេបានត្រឡប់មកដល់ស្ថានីយ៍ប៉ូលីសដែលអ្នករាល់គ្នានៅទីនោះបានគោរពគេព្រោះតែការពិតគាត់ជាប្រធានអង្គភាពបង្ក្រាបវត្តល្មើសធំមួយបន្ទាប់មកគេក៏ប្រើតំណែងរបស់គេដើម្បីធ្វើការកោះប្រជុំដើម្បីស្វែងរកក្មេងតូននោះភ្លាមដោយពួកគេពិនិត្យមើលកាមេរ៉ាតាមដងផ្លូវហើយក៏ប្រទះឃើញឡានរបស់ស៊ូយ៉ាដោយមិនបង្អង់យូរគាត់ក៏បានប្រើធនធានប៉ូលីសឲ្យកំណត់ទីតាំងរបស់ស៊ូយ៉ានិងក្មេងប្រុសនោះចំណែកឯក្មេងប្រុសឯនេះវិញគេបានប្រទះឃើញព័ត៌មានមួយដែលនិយាយពីដំណឹងមរណភាពរបស់ឪពុកគេធ្វើឲ្យគេមានការយំស្រែកជាខ្លាំងបន្តិចក្រោយមកក្រុមក្មេងទំនើងបានបន្លំខ្លួនជាប៉ូលីសដើម្បីធ្វើការឆែកឆេរនៅសង្ខាគារដែលក្មេងប្រុសនិងស៊ូយ៉ាស្នាក់នៅតែពេលពួកគេវាយលុកចូលក្នុងបន្ទប់ដែលពួកគេស្នាក់នៅនោះភ្លាមស្រាប់តែក្នុងបន្ទប់នោះគឺទេស្អាតទៅវិញឥឡូវពួកគេចាប់ផ្ដើមស្វែងរកតាមបន្ទប់នីមួយៗតែស៊ូយ៉ាបានបន្លំខ្លួនជាអ្នកបម្រើហើយដើរចេញមកយ៉ាងស្ងៀមស្ងាត់តែពេលនោះមេក្រុមក្មេងទំនើងដែលមកដល់ក្រោយគេក៏បានឃើញស៊ូយ៉ាដើរឆ្លងកាត់ទីនោះទៅកាន់ជណ្ដើរយន្តធ្វើឲ្យគេមានការសង្ស័យរួចហើយក៏ដើរតាមនាងស៊ូយ៉ាបានចូលទៅក្នុងជណ្ដើរយន្តយ៉ាងលឿននៅពេលដែលទ្វារជិតបិទស្រាប់តែមានដៃមួយបានលូកចូលមកខាត់ទ្វារនោះដោយដៃនោះគឺជាមេក្រុមក្មេងទំនើងគេបានចូលទៅក្នុងជណ្ដើរយន្តជាមួយស៊ូយ៉ាហើយយកដៃចុចលើប៊ូតុងប្រកាសអាសន្នភ្លាម